ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់ជូនអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងផ្លែឈើក្នុងស្រុកមួយប្រភេទទៀតគឺផ្លែសាវម៉ាវតើផ្លែសាវម៉ាវផ្ដល់នូវសារៈប្រយោជន៍អ្វីខ្លះមកដល់សុខភាពរបស់យើងទូទៅផ្លែសាវម៉ាវគឺជាផ្លែឈើក្នុងស្រុករបស់យើងហើយត្រូវបានគេចាត់ទុកថាគឺជាផ្លែឈើរំដាប់ខ្ពស់មួយសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈដោយសារតែរសជាតិរបស់ផ្លែសាវម៉ាវគឺផ្អែមទោះបីជាយ៉ាងណាក៏ដោយប្រហែលជាមានគ្នាយើងតិចណាស់ដែលដឹងពីសារៈប្រយោជន៍របស់ផ្លែសាវម៉ាវដែលល្អចំពោះសុខភាពរបស់យើងតើដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្រាប់ជាមួយនឹងខ្ញុំតើផ្លែសាវម៉ាវផ្ដល់នូវសារៈប្រយោជន៍អ្វីខ្លះសម្រាប់សុខភាពរបស់យើងទូទៅសម្រាប់គុណសម្បត្តិទី1គឺជួយច្រោះជាតិពុលចេញពីតម្រងនោមសារធាតុ phosphor របស់សាវម៉ាវមានសារៈប្រយោជន៍ក្នុងការបញ្ចេញចោលនូវកាកសំណល់ពីតម្រងនោមសម្រាប់គុណសម្បត្តិទី1គឺជួយច្រោះជាតិពុលចេញពីតម្រងនោមផ្លែសាវម៉ាវមានផ្ទុកនូវជាតិ phosphor ដែលមានប្រយោជន៍ក្នុងការបញ្ចេញចោលនូវកាកសំណល់ចេញពីតម្រងនោមក្រៅពីនេះសារធាតុ phosphor របស់ផ្លែសាវម៉ាវក៏មានតួនាទីសំខាន់ជាច្រើនទៀតផងដែរដូចជាការជួយជួសជុលការសាងសង់និងថែរក្សាសុខភាពកោសិកានិងជាលិកាសម្រាប់គុណសម្បត្តិទី2គឺជួយពង្រឹងទៅដល់សុខភាពឆ្អឹងផ្លែសាវម៉ាវគឺសម្បូរផ្ទុកទៅដោយជាតិ phosphor កាល់ស្យូមនិងជាតិដែកដែលអាចជួយពង្រឹងទៅដល់សុខភាពឆ្អឹងរបស់យើងកាលណាឆ្អឹងរបស់យើងមានសុខភាពល្អនឹងអាចជួយកាត់បន្ថយការបាក់និងអាចបង្ការនូវជំងឺពុកឆ្អឹងទៀតផងសម្រាប់គុណសម្បត្តិទី3គឺជាប្រភពនៃជាតិដែកផ្លែសាវម៉ាវគឺជាប្រភពនៃជាតិដែកដ៏ល្អមួយដែលអាចជួយកែសម្រួលនូវចំនួនអុកស៊ីសែនសម្រាប់គុណសម្បត្តិទី3គឺជាប្រភពនៃជាតិដែកផ្លែសាវម៉ាវគឺជាប្រភពនៃជាតិដែកដ៏ល្អមួយដែលអាចជួយកែសម្រួលចំនួនអុកស៊ីសែននៅក្នុងរាងកាយរបស់យើងជាតិដែកគឺសមាសធាតុដ៏សំខាន់មួយសម្រាប់រាងកាយរបស់យើងដោយសារតែជាតិដែកគឺដើរតួនាទីមួយយ៉ាងសំខាន់នៅក្នុង hemoglobin ដើម្បីជួយដឹកជញ្ជូននូវអុកស៊ីសែនកង្វះជាតិដែកអាចបណ្ដាលឲ្យយើងកើតជំងឺកង្វះគ្រាប់ឈាមក្រហមដែលជាមូលហេតុបណ្ដាលឲ្យយើងសន្លប់ឬក៏វិលមុខយ៉ាងធ្ងន់ធ្ងរសម្រាប់គុណសម្បត្តិទី4គឺជួយបង្កើនថាមពលផ្លែសាវម៉ាវគឺសម្បូរជាងគេគឺកាបូនអ៊ីដ្រាតនិងប្រូតេអ៊ីនដែលអាចផ្ដល់នូវការបង្កើននូវថាមពលដល់រាងកាយរបស់យើងមែនក្រៅពីនេះផ្លែសាវម៉ាវក៏មានផ្ទុកនូវជាតិទឹកខ្ពស់ដែលអាចជួយបំបាត់អាការៈស្រេកទឹកនិងអស់កម្លាំងទៀតផងសម្រាប់គុណសម្បត្តិទី5គឺសម្បូរទៅដោយជាតិសរសៃផ្លែសាវម៉ាវមានផ្ទុកនូវការរលាយទាបនិងជាតិសរសៃខ្ពស់ដែលងាយធ្វើឲ្យយើងឆ្អែតបានយូរហើយនឹងគ្រប់គ្រងនឹងការឃ្លានខុសធម្មតាព្រមទាំងល្អសម្រាប់អ្នកចង់សម្រក់ទម្ងន់បានទៀតផងសម្រាប់គុណសម្បត្តិទី6គឺជួយដល់ស្បែកឲ្យយើងស្អាតនិងស្រស់ថ្លាជាងមុនផ្លែសាវម៉ាវមានផ្ទុកនូវជាតិទឹកច្រើនដែលអាចជួយផ្គត់ផ្គង់ជាតិទឹកដល់ស្បែកឲ្យបានកាន់តែល្អនិងធ្វើឲ្យស្បែករបស់យើងមានភាពស្រទន់និងទន់រលោងចា៎ហើយសម្រាប់អត្ថបទនេះផងដែរចា៎យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុកថ្មីចាសសូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអាចកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចាសសូមអរគុណ